មានមនុស្សមួយចំនួនគាត់និយាយថាចាំកូននៅទឹកដោះសម័យឥឡូវកាច់រៀងម៉េះហ្វិតតែព្រមសិនបូមទឹកដោះអីណាដឹងស្អីទេកាច់រៀងកាច់រឹកនាំទៅអស់លោកកាលមុនចាំកូនគ្មានអស់លុយមួយរៀលទិញសិនបូមអីទេធ្វើមិនទៅហើយបើសម័យនេះជាសម័យដែលគេវិវត្តទៅរកបច្ចេកវិទ្យាសូម្បីតែចាំកូននៅទឹកដោះក៏គេមានបច្ចេកវិទ្យាដែរទោះតែយើងអាប់ដេតខ្លីចាំកូនដោយទឹកដោះហ្នឹងយើងបូមទឹកដោះអញ្ចឹងងាយស្រួលមែនតើពេលដែលយើងត្រូវទៅក្រៅមិនបាច់លាត់ដោះពេលណាក៏យើងឲ្យកូនបើទឹកដោះយើងបានទោះបីជាយើងមិននៅចិត្តទៅពីមុនបច្ចេកវិទ្យាយើងវាអត់មានគេប្រើព្រីបនំសេឥឡូវគេមានទូរស័ព្ទគេត្រូវការអីគេឆាច់តាមទូរស័ព្ទឥឡូវបូមទឹកដោះក៏អញ្ចឹងដែរគេមានបច្ចេកវិទ្យាដូចគ្នាបូមទឹកដោះអញ្ចឹងបាច់ឲ្យកូនបើផ្ទាល់ទេត្រូវការទឹកដោះពេលណាយើងចាក់ឲ្យកូនបើតែម្ដងអានេះវាជាការអាប់ដេតមួយអញ្ចឹងយើងក៏មានកម្រិតចាស់កម្រិលពេកមិនកាច់រៀងទេប៉ុន្តែគេគាត់ថាធ្វើឲ្យបន្ទុកគ្រួសាររបស់គេធូរស្បើយអញ្ចឹងម្ដាយបើថាធម្មតាបើយើងបើកូនឲ្យទឹកដោះកាប់ជំនាន់មុនតិចថាទៅធ្វើការរកស៊ីវិញបានដល់ពេលសម័យនេះធ្វើការរកស៊ីមួយឆ្ងាញ់ឲ្យកូនបើដោះមកអែមអ្នកខ្លះអញ្ចឹងបូមទឹកដោះពេលថ្ងៃទៅដល់ផ្ទះវិញឲ្យកូនបើពេលយប់បើខ្ញុំវិញខ្ញុំបូមសុតតែម្ដងយប់ឡើងខ្ញុំអត់ងើបទេខ្ញុំឲ្យវាបើទៀតហើយកូនបើទឹកដោះយើងសុតទៀតអីមិនធម្មតាណាគិតទៅគំនិតនេះបច្ចេកវិទ្យាសុតហ្មងអាម៉ាស៊ីនបូមនេះគឺថាជួយមនុស្សស្រីយើងបានច្រើនមែនតើអញ្ចឹងមិនថាសម័យបច្ចេកវិទ្យា AI លូតលាស់ទៅមុខដល់ថ្ងៃមុខទៀតមិនដឹងថាគេអភិវឌ្ឍដល់ណាប្រហែលជាមានរឿងថ្មីទៀតសម្រាប់ការលូតលាស់របស់មនុស្សយើងគ្រប់ផ្នែកគ្រប់វិស័យគ្រប់បច្ចេកវិទ្យាតែម្ដង